សូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមនាំអារម្មណ៍របស់លោកអ្នកមកទស្សនារមណីយដ្ឋានទេសចរណ៍បែបប្រវត្តិសាស្ត្រមួយគឺមជ្ឈមណ្ឌលប្រឡាយពូជសាសន៍ជើងឯកនៅទីនេះគឺជាអតីតកន្លែងពិឃាតអ្នកទោសក្រោយពីជាប់ឃុំឃាំងនិងសួរចម្លើយរួចពីគុកទួលស្លែងនាសម័យរបបប្រឡាយពូជសាសន៍ប៉ុលពតដំបូងឡើយទីនេះគឺជាអតីតកន្លែងបញ្ចុះសពជនជាតិចិននិងមួយភាគជាចំការមានរបស់អ្នកភូមិទំហំប្រមាណជាង2ហិកតាត្រូវបានពួកខ្មែរក្រហមហ៊ុំព័ទ្ធដោយរបងស័ង្កសីនិងបន្លាលួសកម្ពស់ផុតក្បាលដើម្បីធ្វើជាកន្លែងសម្រាប់ពិឃាតមនុស្សរួចហើយកប់នៅទីនេះតែម្ដងមធ្យោបាយដែលគេប្រើប្រាស់សម្រាប់មនុស្សគឺប្រើប្រាស់ឧបករណ៍សាមញ្ញដូចជាដំបងគល់ឫស្សីបំពង់ទីបត្បូងចបនិងកាំបិតត្នោតជាដើមនៅក្នុងរបបដ៏ជូរចត់នោះមានកសិករមន្ត្រីទាហានបញ្ញវន្តអង្គទូតជនបរទេសកុមារនិងស្ត្រីជាច្រើនរាប់សិបពាន់នាក់ត្រូវបានខ្មែរក្រហមសម្លាប់នៅក្នុងតំបន់ជើងឯកនេះរហូតដល់ឆ្នាំ1989ជើងឯកបានប្រែក្លាយជាមជ្ឈមណ្ឌលជាតិសម្រាប់ថែរក្សាទុកភស្តុតាងនៃអំពើកាប់សម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃនិងអមនុស្សធម៌របស់ខ្មែរក្រហមនិងជាសារមន្ទីរប្រវត្តិសាស្ត្រសម្រាប់មនុស្សជាតិនៅឆ្នាំ1980គេបានរកឃើញនៅរណ្ដៅសាកសពរួមនៅទីនេះចំនួន129រណ្ដៅប៉ុន្តែនៅពេលនោះគេកោះកាយបានត្រឹមតែ86រណ្ដៅតែប៉ុណ្ណោះក្រោយពីការកោះរណ្ដៅសាកសពគេបានប្រមូលយកសំណល់សម្លៀកបំពាក់សាកសពជនរងគ្រោះមកតាំងទុកនៅក្នុងទូកញ្ចក់ហើយនឹងមានទូកញ្ចក់មួយទៀតដាក់តាំងកំទេចឆ្អឹងនិងធ្មេញរបស់ប្រជាជនខ្មែរដ៏អភ័ព្វនិងគួរឲ្យអាណិតដែលត្រូវបានគេសម្លាប់នៅទីនេះឥឡូវនេះយើងនឹងបន្តទៅទស្សនាស្លាកស្នាមប្រវត្តិសាស្ត្រដ៏គួរឲ្យឈឺចាប់មួយកន្លែងទៀតនោះគឺជារណ្ដៅសាកសពស្ត្រីនិងកុមារចំនួន100នាក់ស្ថិតនៅជាប់នឹងដើមអំពិលបារាំងឬដើមច័ន្ទគិរីដែលសាកសពក្មេងៗទាំងនេះត្រូវបានពេជ្ឈឃាតសម្លាប់ដោយបោកនឹងគល់ដើមច័ន្ទគិរីនេះឯងហើយក៏ធ្លាប់បានឮខ្លះមកថាវិធីសាស្ត្រសម្លាប់ទារកតូចៗដែលមិនទាន់ដឹងក្តីគឺត្រូវបានបោះឡើងទៅលើហើយយកចម្ពោះទង់ទ្រពីក្រោមដើម្បីឲ្យជង់ស្លាប់តែម្ដងនេះគឺជាថ្ងៃអាទិត្យឃើញថាមានភ្ញៀវទៅទស្សនាច្រើនគួរសមដែរហើយនេះគឺជាភ្ញៀវបរទេសមួយក្រុមដែលពួកគាត់កំពុងតែស្ដាប់ការអធិប្បាយរបស់កាយនៅពេលដែលខ្ញុំទៅនឹងចៃដន្យបានជួបអ៊ំម៉ែដែលខ្ញុំបានសួរគាត់ទៅថាមកពីខាងកំពង់ស្ពឺដែលក្នុងចំណោមពួកគាត់ខ្លះក៏កើតទាន់សម័យ3ឆ្នាំ8ខែ20ថ្ងៃនេះដែរដើមជ្រៃមួយដើមដ៏ធំនៅខាងមុខនេះគឺជាកន្លែងសម្រាប់ព្យួរមីក្រូដើម្បីបំពងសំឡេងបិទបាំងសម្រែកនៃការឈឺចាប់ពេលគេយកអ្នកទោសទៅប្រហារជីវិតមជ្ឈមណ្ឌលប្រឡាយពូជសាសន៍ជើងឯកគឺបើកឲ្យភ្ញៀវទេសចរចូលទស្សនាជារៀងរាល់ថ្ងៃពេញមួយសប្តាហ៍ពីច័ន្ទដល់អាទិត្យប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍អាចអញ្ជើញមកទស្សនាផ្ទាល់នៅទីនេះបានបច្ចុប្បន្នវាមិនមែនជាកន្លែងដែលមានគ្រោះថ្នាក់ឬក៏គួរឲ្យភ័យខ្លាចនោះទេវាគឺជាកន្លែងទេសចរបែបប្រវត្តិសាស្ត្រខ្មែរយើងត្បិតតែទីនេះមិនមែនជាកន្លែងដែលនាំឲ្យយើងរំភើបសប្បាយរីករាយប៉ុន្តែក៏ធ្វើឲ្យយើងបណ្ដុះនៅស្មារតីជាតិនិយមចេះស្រឡាញ់ខ្មែរដូចគ្នាបណ្ដុះឆន្ទៈអត់ឱនយោគយល់អធ្យាស្រ័យដល់គ្នានិងជៀសឆ្ងាយពីការប្រើប្រាស់អំពើហិង្សាកាប់សម្លាប់គ្នាមួយវិញទៀតតាមរយៈរូបសំណាកស្ត្រីខ្មែរពកូនតូចដ៏សោកសៅបានបង្ហាញឲ្យយើងឃើញពីទុក្ខវេទនាដែលស្ត្រីខ្មែរបានឆ្លងកាត់របបអមនុស្សធម៌និងខ្មាំងងងឹតបែបនេះក្នុងនាមជាស្ត្រីដូចគ្នាពួកយើងពិតជាមិនចង់ឲ្យប្រទេសរបស់យើងធ្លាក់ទៅក្នុងរបបដ៏ឃោរឃៅមួយនេះម្ដងទៀតនោះទេចុងបញ្ចប់នៃការទស្សនាខ្ញុំបានមកទិញទឹកនៅកន្លែងគេលក់ខាងក្នុងហ្នឹងតម្លៃធម្មតាទូទៅអត់ថ្លៃជាងនៅខាងក្រៅទេខ្ញុំសង្ឃឹមថានឹងនៅតែមានការថែរក្សាបរិស្ថានស្អាតនៅទីនេះដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាកាន់តែច្រើនសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ